ចុះមាសនៅក្នុងប្រព័ន្ធ CFD ដែលគេតែងតែបង្ហាញឬ forex ហ្នឹងដែលឃើញមានអ្នកខ្លះលេងដាក់លុយ100វាយបាន1000 2000អ្នកខ្លះដាក់50អីចឹងទៅ trade បានដែរអាចទាញយកផលចំណេញបានប្រហែលគេលុយរាប់ម៉ឺនដែរអាហ្នឹងគេធ្វើមិនអីមិនទៅបងហ្នឹងហ្នឹងហើយតើទៅនឹង CFD គឺវាមានខុសពីការទិញពីខាងក្រៅត្រង់ថាប្រភេទ CFD គឺយើងមានពីរច្រកណាឱកាសស្វែងរកផលចំណេញអញ្ចឹងទី1ហើយយើងអាចពេលឃើញមាសចុះឬក៏ចុះដល់ចំណុចណាមួយដែលយើងគួរទិញហ្នឹងគឺពេលទិញហើយវាឡើងយើងចំណេញបាទមួយទៀតពេលដែលយើងគិតថាមាសនឹងចុះនៅពេលខាងមុខយើងទិញហើយយើងលក់ក្នុងពេលឥឡូវហ្នឹងអញ្ចឹងដល់ពេលទៅខាងមុខទៅវាចុះទៅយើងចំណេញទៅអានេះតើទៅនឹង CFD ណាវាខុសពីមាសខាងក្រៅគឺយើងគ្រាន់តែទិញបានតែទិញទេបាទមានតែយើងឃើញយើងដឹងថាមាសនេះចុះមកខ្លាំងហើយយើងទិញទៅគឺយើងមានរំពឹងថាវានឹងឡើងអញ្ចឹងចំពោះបើសិនជាយើងដឹងថាមាសនឹងចុះយើងអាចមានបេតុងអីសម្រាប់ចុចលក់ដូចនៅក្នុង CFD ទេបាទហើយតាមប្រព័ន្ធសសរយើងឃើញហើយបាទមានអ្នកគាត់ចំណេញច្រើនអញ្ចឹងទៅបាទអ្នកខ្លះដាក់100បាន1000បានច្រើនជាងហ្នឹងអីចឹងណាអាហ្នឹងបាទពេលខ្លះវាអាចពិតមិនពិតដែរកន្លែងហ្នឹងតែក៏មានអ្នកធ្វើបានដែរបាទគាត់ថាវាទៅតាមចំណេះដឹងបទពិសោធន៍រៀងខ្លួនអ្នកខ្លះគាត់មានបទពិសោធន៍យូរគាត់ឈរជើងនៅកន្លែងហ្នឹងបានយូរគាត់មុននឹងគាត់បានចំណេញអញ្ចឹងក៏គាត់ធ្លាប់ជួបដួលធ្លាប់អីច្រើនដងដែរអញ្ចឹងណាអញ្ចឹងយើងអាចយើងគ្រាន់តែឃើញគេចំណេញច្រើនហើយយើងចង់ចំណេញដូចគេអាហ្នឹងក៏អត់ទាន់អាចដែរព្រោះយើងអត់ទាន់យល់ថាហ្នឹងវាមិនទេបាទព្រោះការងារមួយ business មួយការ OC មួយវាបើចង់ចំណេញពីវាតើយើងយល់បាទមានតែតើយើងយល់ពីការងារមួយហ្នឹងដែរបាទបើយើងគ្រាន់តែឃើញគេចំណេញហើយយើងទៅបើកOC ដូចគេដែរហើយរំពឹងថាចំណេញអាហ្នឹងគឺអត់ទេបាទវាអត់អញ្ចឹងទេបាទអូខេបងអរគុណច្រើនអញ្ចឹងមានន័យថានៅក្នុងមាស CFD គឺយើងអាចទាញយកផលចំណេញបានប៉ុន្តែជួនកាលក៏វាមានការខាតនៅក្នុងនឹងដែរបើសិនជាយើងធ្វើអត់ត្រូវប៉ុន្តែអ្វីដែលល្អជាងយើងទិញលក់ខាងក្រៅមានពីរចំណុចសំខាន់ទី1យើងប្រើដើមទុនតិចទី2យើងអាចទាញយកផលចំណេញនៅពេលដែលវាចុះដែរមានន័យថាមិនចាំបាច់តតែឡើងបានចំណេញទេឲ្យតែចុះឲ្យតែវាដើរត្រូវមានន័យថាចុះក៏ដោយឡើងក៏ដោយឲ្យតែយើងវិភាគទៅឃើញថាទំនងអាចចុះយើង sell បើសិនជាទំនងជាឡើងយើងបាយអញ្ចឹងយើងនៅតែទាញយកផលចំណេញបានអញ្ចឹងឃើញវាពិសេសជាងខាងក្រៅបន្តិចកន្លែងហ្នឹងបាទ